ចាសួស្តីមិត្តភក្តិបងប្អូនអរគ្នាដែលតែងតែ like និង share comment page ចនាហ្វុងស៊ុយបាបាវ៉ាន់កាមួយរយៈកាលកន្លងមកនេះលោកគ្រូសុំទោសអត់បានអានប៉ាជឿជូនអតិថិជនទាំងអស់ណាសូមចាប់ផ្ដើមមើលទូទារាសីនិងកាយវាសនាហ្នឹងថ្ងៃទី1កុម្ភៈតទៅដោយសារឥឡូវវាជិតចូលឆ្នាំចិនប៉ុន្តែថ្ងៃនេះអ្នកគ្រូសូមថតជាវីដេអូរយៈពេលខ្លីរយៈពេល5នាទីដោយសារថាមានកូនសិស្សជាច្រើនក៏សួរថាអ្នកគ្រូខ្ញុំឆ្ងល់ពេលដែលអ្នកគ្រូលោកគ្រូធំនៃគាត់ចេះប៉ាជឿច្រើនណាពេលដែលគាត់និយាយគាត់អត់ចូលចិត្តនិយាយម៉ោងណាឆុងម៉ោងណាហេគាត់ចូលចិត្តតែនិយាយម៉ោងជូតម៉ោងលកាម៉ោងឆ្លូវខ្ញុំអត់យល់ថាអាម៉ោងជូតនោះម៉ោងប៉ុន្មានអាម៉ោងឆ្លូវនោះម៉ោងប៉ុន្មានអញ្ចឹងថ្ងៃនេះអ្នកគ្រូជួយបកស្រាយបានលឿនណាអញ្ចឹងសម្រាប់អ្នកគ្រូឈ្មោះច័ន្ទណានិយាយទៅបើគ្រូប៉ាជឿរបស់អ្នកគ្រូមូលដ្ឋានគ្រឹះហុងស៊ុយអីហ្នឹងបោកចូលគ្នាមកអ្នកគ្រូរៀនច្រើនឆ្នាំហើយប្រហែលជា6ឆ្នាំហើយតែអ្នកគ្រូអត់បានចេញមើលហុងស៊ុយផ្ទះទេអ្នកគ្រូនិយាយឲ្យថាតឆ្នាំ2027ណាអញ្ចឹងគ្រូរបស់អ្នកគ្រូមានដល់ទៅ8គ្រូប៉ុន្តែអ្នកគ្រូលោកគ្រូជាច្រើនដែលអ្នកគ្រូរៀនហ្នឹងគឺអ្នកគ្រូតែងតែស្រាវជ្រាវរូបមន្តប្របែកហើយនឹងអនុវត្តផ្ទាល់ខ្លួនឯងតែម្ដងអញ្ចឹងថ្ងៃនេះកុំឲ្យខាត់ពេកយូរដោយសារអ្នកគ្រូមាននីតិខ្លីណាអញ្ចឹងសម្រាប់ម៉ោងក៏យើងមិនម៉ោងជូតឆ្លូវខាលថោះរោមភាសាយមេវោលកាចកលដូចឆ្នាំឆ្លូវឆ្នាំខាលឆ្នាំថោះឆ្នាំអីហ្នឹងដូចបែបបាត់ថ្ងៃក៏យើងមានថ្ងៃឆ្នាំទាំង12នឹងដូចគ្នាដែរអញ្ចឹងដោយសារពេលវេលាអ្នកគ្រូខ្លីមានតែ5នាទីទេអញ្ចឹងអ្នកគ្រូបញ្ជាក់ណាម៉ោងជូតគឺម៉ោង23យប់ម៉ោង23យប់ហ្នឹងគឺយើងស្មើម៉ោង11យប់ទៅដល់ម៉ោង3ព្រឹកក្នុងមួយយាមនោះវាមាន2ម៉ោងអញ្ចឹងយើងរាប់តាមនឹងម៉ោងជូតម៉ោង11យប់យើងហ្នឹងរហូតដល់ម៉ោង3ភ្លឺរហូតដល់ម៉ោង1ទៅបញ្ញាពេលនាទីខ្លីដល់ពេលម៉ោងឆ្លៃម៉ោង1ដល់ម៉ោង3ភ្លឺដល់ពេលខាម៉ោង3ដល់ម៉ោង5អញ្ចឹងម៉ោងថោះម៉ោង5ដល់ម៉ោង7អញ្ចឹងគឺខុសគ្នា2ម៉ោងម៉ោងរោម៉ោង7ព្រឹកដល់ម៉ោង9ព្រឹកម៉ោងម្សាញ់ម៉ោង9ព្រឹកដល់ម៉ោង11ព្រឹកចាម៉ោងមមីម៉ោង11ព្រឹកដល់ម៉ោង1អញ្ចឹងទៅចាអញ្ចឹងចំពោះម៉ោងមមេគឺម៉ោង1ទៅដល់ម៉ោង3ចាម៉ោងវោកម៉ោង3ទៅដល់ម៉ោង5ចាម៉ោងរកាគឺម៉ោង5ទៅដល់ម៉ោង7ល្ងាចណាអ្នកគ្រូខ្ជិលអាន13 14 15អីណាចាម៉ោងចលគឺម៉ោង5ល្ងាចយើងហ្នឹងសំទោសម៉ោង19ដល់ម៉ោង12សាម៉ោង7ម៉ោង7ដល់ម៉ោង9ចាអញ្ចឹងម៉ោងកលគឺម៉ោង9យប់ដល់ម៉ោង10:59នាទីយើងថាម៉ោង11ចុះដោយសារវាខុសគ្នា1នាទីចាអញ្ចឹងអ្នកគ្រូខំបញ្យល់អាម៉ោងជូតឆ្លូវខាថោះរោងភាសាមេវោលកាចកលហ្នឹងមានប្រយោជន៍អីមានប្រយោជន៍ដោយសារអីថ្ងៃចូលឆ្នាំចិនរបស់យើងហ្នឹងគឺថ្ងៃទី28អញ្ចឹងយើងត្រូវទៅលេងជួបជុំមិត្តភ័ក្តិបងប្អូនយើងហ្នឹងគឺថ្ងៃទី29អញ្ចឹងយើងត្រូវទៅម៉ោងណាល្អចាអញ្ចឹងម៉ោងដែលយើងល្អគឺម៉ោងឆ្លូវម៉ោងអីល្អទៀតចាគឺម៉ោងថោះអញ្ចឹងអ្នកគ្រូម៉ោងឆ្លូវម៉ោងយប់ហ្នឹងយប់ម៉ោង1ភ្លឺដល់ម៉ោង3តែយើងតែកើតរឿងនេះចឹងយើងអាចរើសម៉ោងថោះម៉ោង5ដល់ម៉ោង7ភ្លឺចាហើយម៉ោងដែលល្អមួយទៀតគឺម៉ោង7ម៉ោង11ដល់ម៉ោង1ចាហើយបើម៉ោងល្អមួយទៀតគឺចាម៉ោងវោកគឺម៉ោង3ទៅដល់ម៉ោង5អញ្ចឹងយើងចេះរើសម៉ោងហ្នឹងដើម្បីទៅលេងជួបជុំគ្រួសារប៉ុន្តែពេលដែលយើងចេញពីផ្ទះយើងគឺយើងចេញពីម៉ោង9ព្រឹកដល់ម៉ោង1ថ្ងៃណាចាអ្នកគ្រូខ្ញុំអត់យល់ទេចង់និយាយថាចែកម៉ោងដែលយើងចេះរើសទៅជួបជុំគ្រួសារនៅថ្ងៃទី29ហ្នឹងណាម៉ោងដែលល្អដែលអ្នកគ្រូប្រាប់ហ្នឹងម៉ោងឆ្លូវម៉ោងថោះម៉ោងមមីនិងម៉ោងវោកចុះអ្នកគ្រូម៉ោងមធ្យមអ្នកគ្រូអាចនិយាយជាម៉ោងជូតចាហើយនឹងម៉ោងម្សាញ់ម៉ោងរកានិងម៉ោងកុលអញ្ចឹងក្រៅពីហ្នឹងគឺម៉ោងអត់ល្អទេណាចាអញ្ចឹងអ្នកគ្រូខ្ញុំអត់ទាន់យល់អ្នកគ្រូបរៀនហ្នឹងដើម្បីឲ្យយើងរៀនវីដេអូអ្នកគ្រូតែ5នាទីចេះរាល់ថ្ងៃអញ្ចឹងយើងទៅកត់សំណួរអ្នកគ្រូនិយាយឡើងលើអ្វីដែលអ្នកគ្រូប្រាប់ហ្នឹងណាអញ្ចឹងយើងកត់ដាក់កណ្ដុងក្រាស់ទៅយើងអាចរៀនបានដោយខ្លួនឯងដោយមិនបាច់ចាំចំណាយលើគ្រូហុងស៊ុយគ្រូចិនសាយអីឬក៏គ្រូប៉ាជឿអីមើលយើងច្រើនឬយើងរៀនខ្លួនឯងម្ដងតិចទៅយូរទៅយើងចេះហើយដល់ពេលយើងចេះយើងអាចដឹងច្រើនពេលដែលយើងចុះឈ្មោះរៀនជាមួយនឹងអ្នកគ្រូវាធ្វើឲ្យយើងចំណាយលុយតិចហើយធ្វើឲ្យយើងមានមូលដ្ឋានគ្រឹះស្រាច់ខ្លះទៅអត់ងាយពិបាកក្នុងការរៀនទេអញ្ចឹងក្នុងការរៀនតើយើងនឹងមានជំនាញនិងចំណងដែរបានយើងអាចទៅមុខរួចណាអញ្ចឹងទីទៀតស្ថាប័នរបស់អ្នកគ្រូហ្នឹងមានការបើកទទួលបរិញ្ញាសិស្សដែលចង់រៀនមូលដ្ឋានគ្រឹះហុងស៊ុយឬក៏យើងចង់រៀនអំពីប៉ាជឿភាគ1ភាគ2ភាគ3អីហ្នឹងគឺស្ថាប័នអ្នកគ្រូមានការទទួលបរិញ្ញាណាតែឥឡូវអ្នកគ្រូសូមបរិញ្ញាយើងមួយថ្ងៃ5នាទីចាសូមអរគុណច្រើនសូមគោរពលា